ក្រុមថ្មីដែលក្រុងនឹងចេញនៅក្នុងថ្ងៃខាងមុខនៅក្នុង MLBB តើអ្នកទាំងអស់គ្នាគិតថាក្រុមមួយណាដែរអាច comment នៅក្នុង comment ខាងក្រោមបានហើយអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមិនទាន់បានចុច like ក៏ដូចជា follow ក៏ដូចជា subscribe ទៅលើ channel ខ្ញុំណាមួយនោះទេសូមអ្នកទាំងអស់គ្នាធ្វើការចុចម្នាក់មួយផងបាទតោះបាទរួចហើយតោះយើងចាប់ផ្ដើមក្រុមទី1មានឈ្មោះថាទីតានមីឆាដែលក្រុមមនុស្សយន្តមួយនេះគឺមានសមាជិកដូចជាខាឡេតបាល់ម៉ុននិងមីស៊ីថាទី2ក្រុមដែលមានឈ្មោះថា Metro Zero Series ដែលក្រុមមួយនេះដែរមានសមាជិករួមមានដូចជា Xbox Roger Asia Sicilian និង Camilla ចំណែកក្រុមទី3ដែលមានឈ្មោះថា Phantom Spirit The Runner ដែលក្រុមវិញ្ញាណខ្មោចមួយនេះគឺមានសមាជិករួមមានដូចជា Van Van Povia Roby និង Saber ហើយក្រុមទី4ដែលមានឈ្មោះថា Exodus ដែលក្រុមអ្នកចាក់ខ្មោចមួយនេះនឹងធ្វើការបន្ថែមសមាជិក4ទៀតដែលរួមមានដូចជា Saber Roby Van Van និង Povia ហើយក្រុមបន្ទាប់គឺក្រុមទី5ដែលមានឈ្មោះថា Dragon Sport ដែលក្រុមមួយនេះដែរគឺជាក្រុមញៀកក្រៀកហើយវាមានសមាជិកដូចជា Goson Mia Idura និង Yuchung ហើយក្រុមទី6គឺមានឈ្មោះថា Titan Micha ដែរហើយក្រុមនេះក៏ជាក្រុមមនុស្សយន្តមួយផងដែរហើយវាមានសមាជិករួមមានដូចជា Sun Clint Khaled ជាមួយនឹង Terisla ហើយក្រុមបន្ទាប់គឺជាក្រុមទី7ដែលមានឈ្មោះថា Franket ของ Franket Sport ដែលក្រុមមួយនេះគឺជាក្រុមឆ្មាហើយក៏មានសមាជិក3នាក់ដែររួមមានដូចជា Leslie Julian ជាមួយនឹង Sivana បន្ទាប់ទៀតគឺក្រុមទី8ដែលមានឈ្មោះថា Hal Sugar ដែលវាគឺជាក្រុមចៅក្រមនៃឋាននរកដែលក្រុមនេះគឺមានសមាជិក4នាក់គឺរួមមានដូចជា Kakura Haley Julian និង Terisla ហើយក្រុមទី9គឺជាក្រុមដែលមានឈ្មោះថា Solvisa ដែលក្រុមចាស់មួយនេះនឹងបន្ថែមសមាជិក4រូបទៀតដែលរួមមានដូចជា Sicilian Clint Benedetta ជាមួយនឹង Maliza បន្តទៀតគឺជាក្រុមទី10ក្រុមទី10នេះគឺមានឈ្មោះថា Elemental God គឺជាក្រុមនិធាតនីមួយនៃព្រះដែលក្រុមនេះគឺរួមមានដូចជា Benedetta Matis ជាមួយនឹង Alucard បន្តទៀតគឺជាក្រុមទី11ក្រុមទី11គឺជាក្រុមដែលមានឈ្មោះថា Egyptian God Boy ដែលជាក្រុមក្មេងប្រុសនៃព្រះអេស៊ីបដែលវារួមមានដូចជាសមាជិកដូចជា Selong Sicilian ជាមួយនឹង Alot បន្ទាប់ទៀតចូលដល់ក្រុមទី12ក្រុមទី12នេះគឺមានឈ្មោះថា Celestial Cantus Anatolia ដែលក្រុមមួយនេះនឹងមានសមាជិករួមមាន Mia Goveniver Pasa ជាមួយនឹង Florence តើនៅបច្ចុប្បន្នតើអ្នកចង់ឲ្យ hero អ្វីចាប់ជាក្រុមនៅក្នុងការស្រមើសម័យរបស់អ្នកសូមបញ្ចេញ comment ឬក៏មតិនៅក្នុង comment របស់ខ្ញុំខាងក្រោមនេះសូមអរគុណ